បាទមើលមុខក៏មើលមុខកលាករបរទេសក៏មានអារម្មណ៍ចង់ពឺសបល់មិនទេមុខកាចពេកទៅចឹងដាក់អាសៀងគាត់ទៅចកអំណាចផងទៅបាទបែបកាត់ទេស័យគឺអំណាចផលខ្ពស់ជាងបន្តិចបាទតែចាំមើលជាក់ស្ដែងសិនព្រោះថាមករយៈនេះបាទអ្នកបដាគុណខ្មែរយើងចាប់ដើមមានគុណភាពច្រើនតាមរយៈការបង្ហាញក្បាច់បច្ចេកទេសហើយណាមួយគ្រូឥឡូវក៏គាត់សម្បូរទៅដោយបទពិសោធន៍ក្នុងការបង្រៀនរបៀបថាតើដៃគូរបៀបម៉េចយើងត្រូវទប់ទល់ម៉េចដៃគូរបៀបម៉េចយើងត្រូវសងរបៀបម៉េចការពាររបៀបម៉េចហើយណាមួយនេះបច្ចុប្បន្នសម័យបច្ចេកវិទ្យាគឺអ៊ីនធឺណិតនៅគ្រប់បាទតំបន់តែម្ដងបាទយើងមើលដៃគូទៅយើងសិក្សាទៅថាគេតម្រង់ម៉េចអានេះអាចទប់ទល់អាចសងទៅវិញបានបងប្អូនដែលចូលរួមទស្សនាផ្ទាល់ពេលដែលបាទពិសាប៊ូស្រងកំភ្លេចគេលោកកោះបាច់បានអ្នកចិត្តខាងល្អមិញគុណនឹង10 168គុណ10 1680ល្មមបាទគាត់អាកាសគុណគ្រូរបស់គាត់នេះបាទជីលើសងវៀនហើយតដាងស្លាប់បក់រវិចបង្ហាញអំពីអំណាចរបស់ខ្លួនបាទនេះគេថាអិនត្រីសម្ដែងរិទ្ធហើយបាទដបងនេះគាត់ពុំតែសម្ដែងរិទ្ធនៅលើសងវៀននេះបាទរីឯរាជតស័យបែនករិទ្ធស័យបាទក៏ចាប់ដើមតដាងស្លាប់ដូចគ្នាតាមរយៈសម្ដែងរិទ្ធណែគាត់អត់ឡើងជីលើសងវៀនដូចខាងអ្នកកីឡាករអ៊ុយបេគីស្ថានទេអ៊ុយបេគីស្ថានគាត់សម្ដែងហើយគាត់ឡើងលើសងវៀនមកតង់ទៀតបាទដើម្បីឲ្យជះរៀងអំណាចគុណគ្រូរបស់គាត់ឲ្យកាន់តែមានឥទ្ធិពលលើដៃគូបាទនេះគេថាមានរបៀបផ្សព្វផ្សាយរៀងខ្លួនទេបាទអ្នកអ៊ុយបេគីស្ថានសបូខនសណោខ្សែបម្រើប្រយុទ្ធរបស់ Manchester City ក៏មានខនសណោដែរបាទឈ្មោះនេះគឺគេថាអាចនឹងមានតាក់ទងអ្វីមួយយ៉ាងមួយសបូកតុយខនសណោហ្នឹងណា36 វិនាទីគឺជាកំណត់ត្រាដែលពេជ្រវិបុលសុខកំពុងតែកាន់កាប់មកទល់ឥឡូវអត់ទាន់មានអ្នកធ្វើបានទេកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកកញ្ញាកណ្ដាលលោកឡុងស៊ីលីនទឹកទី1 round 1ទឹកទី1គូទី4ពេលវេលាចាប់ផ្ដើមរាប់ហើយ36វិប្រហែលជាមិនងាយស្រួលទេ10វិបាត់ហើយបាទអូចាប់ជើងអាទីយ៉ានេះវត្តតុយមួយសិនតតក្រោមអាយ៉ាកនសណោកំពុងតែដាក់សុខភាពបាទទៅលើអាយ៉ាគាត់ថងវិញបាទគាត់ថងវិញរាជសីដៃតាំងគុំបាទជាយឹមទប់ទល់នឹងការវិញបោរបស់ដៃគូឥឡូវនេះរាជសីអងមួយទាត់ក្រោមពីកនសណោទាត់ក្រោមមួយទៀតពីកនសណោបាទ1 2ពេលវេលាផុតបាត់ហើយគឺសងកាប់គើរំជួយម៉ែកាប់គើរំជួយម៉ែធ្វើឲ្យឬគើរបស់បែនករិទ្ធស័យមិនអាចឈរបានទេរលំបាត់ហើយចាយពេលតែ50វិនាទីជាងទេបាទ50វិនាទីជាងទេពិតជាបាទធ្វើបានល្អមែនទែនកីឡាកររបស់អ៊ុយបេគីស្ថានបាទតួតែម្ដងអាឡាតមួយទៅវ៉ាវបាទចប់បាត់ទៅហើយបាទតែទេបាទគីឡូ60មិនរូបភាពយឺតទេបាទយើងមើលរូបភាពយឺតនេះគីឡូ60ដូចនេះមកជើងកាប់កន្លែងនេះបែនករិទ្ធស័យបាទបង្ហាញអំពីអាការៈឈឺចាប់មែនទែនបាទទាត់ខ្លួនល្អពេកក្រោបឈរអត់ទាន់រួចទេបាទកលាក់កជើងនេះឥឡូវយើងមកមើលមកប្លង់សារឡើងវិញនេះរិទ្ធស័យចូលដើរទាត់សិនបាទខាន់សណូនេះគាត់មើលលើគាត់ចាក់ក្រោមមួយបាទកលាក់ជង្គង់បាទជ័យជំនះដោយផ្ដួលគូប្រកួតឲ្យលោកកញ្ញាកណ្ដាលបញ្ឈប់នៅក្នុងទឹកទី1បានទៅលើកីឡាករបង្គោលខៀវ Faridin Khasano បាទចាំមុខទុកឲ្យហើយបាទកែលោកទៅសងសឹកជាមួយពេជ្រវិបុលសុខបានបាទអរគុណច្រើនបងប្អូននិងសូម